រឿងរ៉ាវពិតមួយដែលកើតឡើងក្នុងព្រៃកំពង់ស្ពឺយប់មួយដែលភាពល្ងងខ្លៅបានដាក់អំណាចងងឹតតាអ្នកធ្លាប់គិតទេថាការលេងសើចនឹងជំនឿបុរាណអាចនាំមកនៅបណ្ដាសាដល់ជីវិតយប់នេះអ្នកនឹងបានដឹងរឿងរ៉ាវរបស់មិត្តភក្តិ4នាក់ដែលបានប្រឈមមុខនឹងវិញ្ញាណសងសឹកបន្ទាប់ពីពួកគេបានប្រមាថខ្ទមអ្នកតាចាស់មួយតើពួកគេអាចរួចផុតពីការតាមឡងបានទេតោះចាប់ផ្ដើមស្ដាប់ទាំងអស់គ្នាហើយកុំភ្លេច Subscribe Channel ខ្ញុំផងដើម្បីកុំឲ្យរំលងរឿងព្រឺព្រួយបន្តក្រោយពីប្រឡងបញ្ចប់ការសិក្សាដ៏តានតឹងសុភ័ក្រតារាវុធីនឹមធារាដែលជាមិត្តភក្តិជិតស្និទ្ធ4នាក់បានសម្រេចចិត្តទៅបោះតង់លេងកម្សាន្តនៅតំបន់ព្រៃជ្រៅមួយកន្លែងក្នុងខេត្តកំពង់ស្ពឺពួកគេពោរពេញដោយក្តីរំភើបចង់គេចចេញពីភាពអ៊ូអរនៃទីក្រុងនិងស្វែងរកភាពស្ងប់ស្ងាត់នៃធម្មជាតិប៉ុន្តែពួកគេមិនបានដឹងឡើយថាដីដែលពួកគេនឹងទៅនោះពោរពេញទៅដោយរឿងរ៉ាវអតីតកាលដ៏ខ្មៅងងឹតនិងអាចកំបាំងដែលលាក់បាំងខ្យល់រំហើយបក់ផាត់តិចតិចហាក់ដូចជានាំសារពីវិញ្ញាណដែលរងចាំពួកគេមកដល់ពួកគេបានទៅដល់ទីតាំងបោះតង់មួយដ៏ស្រស់ស្អាតក្បែរមាត់ស្ទឹងដែលហូរកាត់ព្រៃធំដើមឈើខ្ពស់ខ្ពស់ព័ទ្ធជុំវិញគ្រប់ទិលទីបង្កើតបានជាម្លប់ត្រជាក់ល្ហឹមនិងបរិយាកាសស្ងប់ស្ងាត់ដោយក្តីរីករាយពួកគេបាននាំគ្នាដំឡើងតង់រៀបចំអុសដើម្បីដុតភ្លើងនៅត្រៀមខ្លួនសម្រាប់រាត្រីមួយដែលពោរពេញទៅដោយភាពស្និទ្ធស្នាលសំឡេងសត្វល្អិតយុបយន់ចាប់ផ្ដើមឮតិចតិចលាយឡំនឹងសំឡេងទឹកហូរកាត់ផ្ទាំងថ្មបង្កើតបានជាបទភ្លេងធម្មជាតិដ៏ពីរោះរណ្ដំទោះជាយ៉ាងណាភាពស្ងប់ស្ងាត់នេះហាក់ដូចជាលាក់បាំងនូវភាពតានតឹងមួយដែលមើលមិនឃើញជាភាពភ័យខ្លាចស្រាលស្រាលដែលមិនតែធារាទេដែលចាប់អារម្មណ៍គាត់មានអារម្មណ៍ថាមានអ្វីមួយកំពុងសម្លឹងមើលពួកគេពីក្នុងម្លប់ឈើដ៏ជ្រៅពេលប្រលប់ចាប់ផ្ដាំងខ្យល់បក់បោកលោកតាលៀងជាអ្នកភូមិចំណាស់ម្នាក់ដែលទឹកមុខស្រប៉ាប់ស្រពូនបានដើរមករកពួកគេនៅកន្លែងបោះតង់ទឹកមុខរបស់គាត់ពោពេញទៅដោយភាពមឿងម៉ាត់ហើយគាត់បានប្រមានពួកគេអំពីខ្ទងយ៉ាតាបោះបង់ចោលមួយកន្លែងដែលស្ថិតនៅជ្រៅក្នុងព្រៃលោកតាបានរៀបរាប់ទាំងញោមមាត់ពីទីកន្លែងដែលពោពេញទៅដោយទុក្ខសោកនិងវិញ្ញាណសងសឹកហើយបាននិយាយរឿងរ៉ាវរបស់អ្នកដែលហ៊ានប្រមាថទីសក្ការៈបូជានោះពាក្យសម្ដីរបស់គាត់ហាក់ដូចជារំកិលបេះដូងរបស់ធារាឲ្យរឹតតែភ័យខ្លាចតែសម្រាប់តារាវុធីនិងសុភ័ក្រពួកគេនៅតែគិតថាជាជំនឿឆ្វេងសំឡេងរបស់លោកតាលៀងកាន់តែលាន់ឮតិចទៅជាមួយនឹងខ្យល់ដែលបក់បោកលោកតាលៀងបានចាប់ដើមរៀបរាប់រឿងព្រេងដ៏ព្រឺព្រួយរបស់នាងខ្មៅនិងស្វាមីរបស់គាត់ដែលត្រូវបានគេសម្លាប់យ៉ាងឃោរឃៅនៅក្បែរខ្ទមអនតានេះកាលពីរាប់សតវត្សរ៍មុនលោកតាបានរៀបរាប់ពីការស្លាប់ដ៏រន្ធត់របស់នាងខ្មៅដែលកំពុងមានផ្ទៃពោះដោយត្រូវគេរំលោភបំពាននៅមុខស្វាមីរបស់គាត់ហើយបន្ទាប់មកទាំងពីរនាក់បានបាត់បង់ជីវិតទៅដោយក្តីគំនុំនិងការឈឺចាប់ដ៏មហាធំធេងវិញ្ញាណរបស់ពួកគេបានជួបនៅទីនោះជារៀងរហូតស្វែងរកយុត្តិធម៌ដែលមិនទាន់បានសំឡេងរបស់លោកតាលៀងហាក់ដូចជាធ្វើឲ្យបេះដូងរបស់ធារាឲ្យរឹតតែភ័យខ្លាចតែសម្រាប់តារាវុធីនិងសុភ័ក្រពួកគេនៅតែគិតថាជាជំនឿឆ្វេងពាក្យសម្ដីដ៏សែនព្រឺព្រួញរបស់លោកតាបានធ្វើឲ្យខ្យល់ជុំវិញហាក់ដូចជាកាន់តែត្រជាក់ស្រាវជ្រៅលោកតាលៀងបានបន្តរៀបរាប់ពីជោគវាសនាដ៏អាក្រក់របស់អ្នកដែលបានហ៊ានចំអកមើលងាយខ្ទមអ្នកតានោះមានអ្នកនេសាទម្នាក់បានលង់ទឹកស្លាប់ដោយអាចកន់បាំងហើយអ្នកប្រមាញ់ម្នាក់ទៀតបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចម្លែកលោកតាបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការគោរពចំពោះអ្វីដែលមើលមិនឃើញដែលជាមេរៀនមួយដែលមិត្តភក្តិទាំង4នាក់នេះហាក់ដូចជាពិបាកនឹងយល់
ទឹកមុខរបស់លោកតាបានប្រែជាកាន់តែក្រៀមក្រំខណៈដែលគាត់រៀបរាប់ពីព្រឹត្តិការណ៍ដ៏សែនសោកសៅទាំងនោះហាក់ដូចជាខ្លួនគាត់ផ្ទាល់បានឃើញហេតុការណ៍ទាំងនោះសំឡេងសត្វទីទុយយំពីចម្ងាយបន្ថែមភាពព្រួយព្រួយដល់រឿងនិទានរបស់លោកតាលៀងទោះបីជាលោកតាលៀងបានព្រមានជាចលលើកយ៉ាងណាក៏ដោយតារាដែលជាមនុស្សមិនជឿលើរឿងអភយជំនឿបានច្រានចោលរឿងរ៉ាវទាំងអស់នោះថាគ្រាន់តែជាជំនឿឈួយប៉ុណ្ណោះគាត់បានបន្តសើចចំអកដោយមិនខ្លាចញញើតហើយថែមទាំងបង្ហាញបំណងចង់ទៅមឿនខ្ទុំអ្នកតានោះទៀតផងដោយមិនបានដឹងខ្លួនថាការអត់ខ្លាចរបស់គាត់កំពុងតែនាំបញ្ហាធំមកដាក់ខ្លួនឯងនិងមិត្តភក្តិឡើយពាក្យសម្ដីដ៏អង់អាចរបស់តារាបានធ្វើឲ្យធីរាកាន់តែភ័យខ្លាចរហូតញាត់ត្រជាក់តែគាត់មិនអាចបញ្ឈប់ទឹកចិត្តតារាបានឡើយមិត្តភក្តិពីរនាក់ទៀតបានត្រឹមញញឹមស្ងួនតាមតារារំលងអត្រាតបន្តិចតារាបានភ្ញាក់ពីដំណេកទាំងតក់ស្លុតដោយសារតែត្រូវនោមជាបន្ទាន់គាត់បានចេញពីតង់យឺតហើយដើរចូលទៅក្នុងព្រៃងងឹតតារាមានអារម្មណ៍ថាមានកម្លាំងអ្វីមួយដែលមើលមិនឃើញកំពុងទាញគាត់ឲ្យដើរកាន់តែជ្រៅទៅជ្រៅឆ្ងាយពីកន្លែងបោះតាំងរបស់ពួកគេដើមឈើខ្មៅងងឹតបានរំលេចឡោមនៅគ្រប់ទិសទីស្រមោលរបស់វាហាក់ដូចជាកំពុងរំរាយតាមខ្យល់ដែលបក់ផាត់រងជំហានរបស់គាត់ហាក់ដូចជាកំពុងជន់លើមែកឈើស្ងួតដែលបាក់បែកបង្កោតសំឡេងក្រឹបបំបែកភាពស្ងប់ស្ងាត់នៃរាត្រីតារាព្យាយាមសម្លឹងមើលទៅមុខប៉ុន្តែគ្មានអ្វីក្រៅពីភាពងងឹតនិងអារម្មណ៍មិនល្អរត់ពេញខ្លួនតារាបានដើរជំពប់ជើងទៅមុខខ្ទមនឹងតាដ៏ទ្រុឌទ្រោមមួយដែលគ្របដណ្ដប់ដោយបល័យរុំជុំវិញមើលទៅគួរឲ្យខ្លាចបំផុតភាពស្ងប់ស្ងាត់ដ៏គួរឲ្យព្រឺព្រួចបានហុំព័ទ្ធជុំវិញទីនោះហាក់ដូចជាខ្យល់ដកដង្ហើមស្ទើរតែមិនរួចខ្យល់នៅជុំវិញខ្ទមនោះហាក់ដូចជាធ្ងន់និងពោពេញដោយវត្តមានអ្វីមួយដែលមើលមិនឃើញធ្វើឲ្យរំដៃរបស់តារាព្រឺទៅត្រាក់គាត់បានដើរសម្ដៅទៅរកខ្ទមអ្នកតានោះយឺតដែលមានអារម្មណ៍ភ័យខ្លាចលាយឡំនឹងការចង់ដឹងចង់ឃើញភ្នែករបស់គាត់សម្លឹងមើលទៅផ្ទាំងថ្មចាស់ដែលដុះស្លែនឹងរូបសំណាកដែលបាក់បែកហាក់ដូចជាកំពុងនិយាយរឿងរ៉ាវអតីតកាលដ៏សែនសោកសៅភាពងងឹតនៃរាត្រីបានធ្វើឲ្យខ្ទមនោះមើលទៅកាន់តែអាប់អួរហើយសម្លេងសត្វល្អិតយប់ហាក់ដូចជាយំសោកតាមខ្យល់ដោយសារតែគំនិតល្ងងខ្លៅចង់សាកល្បងចិត្តខ្លួនឯងតារាបានលូកដៃយកវត្ថុសក្ការៈបុរាណតូចមួយពីលើខ្ទមអ្នកតាសកម្មភាពរបស់គាត់ត្រូវបានសុភ័ក្រនិងវុធីដែលដើរតាមមករកឃើញគាត់ជំនួសឲ្យការប្រមានតារាបានបបួលពួកគេឲ្យចូលរួមចំអកជាមួយខ្លួនដោយពួកគេក៏បានលូកដៃយកវត្ថុផ្សេងទៀតពីលើខ្ទមនោះដោយមិនខ្លាចញញើតឡើយពួកគេមិនបានអើពើនឹងការអង្វររបស់ធីរាដែលកំពុងឈើញ័រទៅត្រែកដោយភ័យខ្លាចនោះទេពន្លឺព្រះចន្ទរាត្រីបានរំលេចស្រមោលរបស់ពួកគេនៅលើខ្ទមអ្នកតាហាក់ដូចជាកំពុងមើលការប្រមាថមើលងាយរបស់ពួកគេខ្យល់ចាប់ផ្ដើមបក់បោកខ្លាំងជាងមុននាំមកនៃក្លិនធំក្លិនអាក្រក់ដែលពិបាកនឹងសម្គាល់ដោយភាពភ័យខ្លាចដ៏ធំធេងធីរាបានដកថយត្រឡប់ទៅក្នុងតាំងវិញទាំងបេះដូងលូតញាប់ញ័រដូចចង្វាក់រកាំងគាត់មានអារម្មណ៍ថាមានប្រផ្នូលអាក្រក់មួយដែលកំពុងតែកើតឡើងហាក់ដូចជាមានអ្វីមួយប្រាប់គាត់ថាគ្រោះមហន្តរាយនឹងមកដល់ក្នុងពេលឆាប់នេះគាត់មានអារម្មណ៍ថាទម្ងន់នៃទង្វើខុសឆ្គងរបស់ពួកគេកំពុងសង្កត់លើស្មារបស់គាត់ជាភាពប្រកបប្រជាដ៏ត្រជាក់មួយដែលពួកគេបានដាស់អ្វីមួយដែលបុរាណនិងអាក្រក់រាល់ខ្យល់ដង្ហើមរបស់គាត់ហាក់ដូចជាពិបាកដកចេញភ្នែករបស់គាត់សម្លឹងមើលទៅក្រៅតង់សង្ឃឹមថានឹងឃើញពន្លឺអ្វីមួយប៉ុន្តែមានតែភាពងងឹតប៉ុណ្ណោះភាពស្ងប់ស្ងាត់នៅខាងក្រៅតង់ហាក់ដូចជាកាន់តែគួរឲ្យខ្លាចជាងសំឡេងរំខានទៅទៀតត្រឡប់មកក្នុងតង់វិញខ្យល់ព្យុះដ៏កាយសាហាវបានបោកបក់មកភ្លាមធ្វើឲ្យតង់របស់ពួកគេរង្គើទាំងមូលហើយពន្លឺចង្កៀវរតូចមួយរបស់ពួកគេក៏រលត់ទៅភាពងងឹតបានបោកបោកគ្របដណ្ដប់ជុំវិញពួកគេ
បន្ថែមភាពភ័យខ្លាចយ៉ាងខ្លាំងក្នុងពេលជាមួយគ្នានោះឯងតារាបានចាប់ផ្ដើមធ្វើសកម្មភាពចម្លែកគាត់ញ័រទៅត្រាក់ហើយសំឡេងរបស់គាត់បានផ្លាស់ប្ដូរទៅជាសំឡេងដ៏ត្រជាក់មួយដោយទាមទារឲ្យយករបស់របររបស់គាត់មកវិញសំឡេងរបស់គាត់ហាក់ដូចជាមិនមែនជាសំឡេងរបស់តារាទៀតទេវាជាសំឡេងដ៏ពោរពេញដោយកំហឹងនិងភាពអាក្រក់ធារាញ័រខ្លួនទាំងភ័យខ្លាចគាត់ដឹងថាអ្វីមួយដែលគួរឲ្យខ្លាចបានចាប់ផ្ដើមកើតឡើងហើយសំឡេងខ្យល់បោកលាយឡំជាមួយសំឡេងចម្លែករបស់តារាបានធ្វើឲ្យបរិយាកាសកាន់តែរន្ធត់អាកប្បកិរិយាចម្លែករបស់តារាកាន់តែខ្លាំងឡើងគាត់បានអះអាងថាវាគ្រាន់តែជាការលេងសើចប៉ុណ្ណោះតែខ្នែករបស់គាត់បានបង្ហាញពីវត្តមានដ៏ជ្រៅងងឹតនិងគួរឲ្យខ្លាចមួយវិញ្ញាណដែលមើលមិនឃើញហាក់ដូចជាកំពុងលេងសើចជាមួយពួកគេវត្តមានរបស់វាហាក់ដូចជាកាន់តែខ្លាំងឡើងជាមួយរាល់វិនាទីដែលកន្លងផុតទៅវត្តធីនិងស៊ូផាក់បានមើលមុខគ្នាដោយក្តីភ័យខ្លាចពួកគេមិនធ្លាប់ឃើញតារាមានសភាពបែបនេះពីមុនមកទេសំឡេងសើចចំតោកដ៏ស្រាវស្រែមួយបានលាន់លឺតិចពីខាងក្រៅតង់ហាក់ដូចជាវិញ្ញាណកំពុងសប្បាយរីករាយនឹងភាពភ័យខ្លាចរបស់ពួកគេខ្យល់បានបោះបោកកាន់តែខ្លាំងនាំមកនូវក្លិនស្អុយរលួយដ៏ចម្លែកមួយធារាបានបិទភ្នែកចិត្តព្យាយាមគេចចេញពីសុបិនអាក្រក់នេះតែគាត់ដឹងថានេះជាការពិតស្រមោលខ្មៅដ៏អាក្រក់មួយបានរំរាយជុំវិញតាំងរបស់ពួកគេលីលំនឹងសំឡេងសើចចង្អកដ៏ស្រាវស្រាប់ដែលហាក់ដូចជាចេញពីគ្រប់ទិសទីខ្យល់អាកាសកាន់តែត្រជាក់ស្រាវហើយក្លិនស្អុយរលួយដ៏គួរឲ្យចង្អុលបានសាយភាយពេញតង់ផ្ដល់សញ្ញាថាវិញ្ញាណអាក្រក់នោះបានបង្ហាញខ្លួនយ៉ាងពេញលេញហើយធារាបានស្រែកយំទាំងភ័យខ្លាចខណៈដែលវុធីនិងសុភ័ក្របានអោបគ្នាញ័រទៅត្រាក់ពួកគេមិនអាចមើលឃើញអ្វីក្រៅពីភាពងងឹតនិងស្រមោលដែលរំកិលចុះឡើងប៉ុន្តែវត្តមានរបស់វាហាក់ដូចជាស្ថិតនៅក្បែរពួកគេណាស់សំឡេងសើចនោះកាន់តែឮច្បាស់ឡើងហាក់ដូចជាកំពុងចំអកមើលងាយភាពភ័យខ្លាចរបស់ពួកគេតារាបានដួលទៅនឹងដីរួចចាប់ផ្ដើមរមួលខ្លួនយ៉ាងខ្លាំងក្លាដៃជើងរបស់គាត់បានរមួលក្រពើនទៅជាទម្រង់ដ៏ចម្លែកដែលមិនមែនជាធម្មជាតិភ្នែករបស់គាត់បានរលីងរលោងឡើងទៅលើហើយសំឡេងស្រែកធ្ងរដ៏ស្អកស្អាយក៏បានលាន់ចេញពីបំពង់ករបស់គាត់និយាយជាភាសាដ៏បុរាណមួយដែលគ្មាននរណាម្នាក់ក្នុងចំណោមពួកគេយល់ឡើយប៉ុន្តែសារនៃកំហឹងនិងការសងសឹកគឺច្បាស់ក្រឡែតធារាបានបិទភ្នែកជិតគាត់មិនហ៊ានសម្លឹងមើលសភាពរបស់តារាឡើយព្រោះវាគួរឲ្យខ្លាចពេកសុភ័ក្រនិងវុធីបានព្យាយាមឃាត់តារាប៉ុន្តែរាងកាយរបស់គាត់ហាក់ដូចជាមានកម្លាំងខ្លាំងហួសពីធម្មតាក្លិនស្អុយរលួយកាន់តែខ្លាំងឡើងរឹតតែធ្វើឲ្យបរិយាកាសក្នុងតង់កាន់តែមិនអាចទ្រាំបាននឹកឃើញដល់រឿងព្រេងនិទានចាស់មួយដែលធ្លាប់បានឮសុភ័ក្របានប្រាប់មិត្តភក្តិរបស់គាត់ទាំងភ័យស្លន់ស្លោឲ្យប្រញាប់ប្រញាល់យកវត្ថុដែលបានលួចពីខ្ទមញតាមកដាក់ត្រឡប់មកកណ្ដាលតង់វិញពួកគេបាននាំគ្នាអធិដ្ឋានសុំការអភ័យទោសទាំងសំឡេងញ័រទទ្រាក់ដោយភាពភ័យខ្លាចដ៏ធំធេងនៅក្នុងពេលនោះទាំងសំឡេងដ៏គួរឲ្យខ្លាចនិងក្លិនស្អុយរលួយដែលបានសាយភាយពឹងតង់ក៏បានចាប់ផ្ដើមរលាយបាត់បន្តិចម្ដងសុភ័ក្របានបិទភ្នែកជិតហើយបួងសួងសូមឲ្យវិញ្ញាណទាំងនោះបានទៅកាន់សុគតិភពខ្យល់អាកាសក្នុងតង់បានត្រឡប់មកភាពស្ងប់ស្ងាត់វិញប៉ុន្តែតារានៅតែបន្តរងទុក្ខវេទនាពួកគេមានសង្ឃឹមថាកាយអង្វររបស់ពួកគេនឹងបានផល
សុភ័ក្របាននឹងវល់យ៉ាងទទូចទៅកាន់វិញ្ញាណទាំងនោះដោយសំទោសចំពោះការប្រមាថរបស់តារាហើយបានសន្យាថាតារានឹងលះបង់នូវបុណ្យកុសលនិងគ្រឿងសក្ការៈបូជាជូនដល់ពួកគេប្រសិនបើជីវិតរបស់គាត់ត្រូវបានសង្គ្រោះខ្យល់អាកាសក្នុងតង់ហាក់ដូចជាធ្ងន់ទៅដោយក្តីសង្ឃឹមដ៏អស់សង្ឃឹមរបស់ពួកគេរាល់ពាក្យពេចន៍របស់សុភ័ក្រគឺចេញពីបេះដូងពិតៗគាត់សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីជួយសង្គ្រោះមិត្តភក្តិរបស់គាត់ធារានិងវុធីបានបិទភ្នែកចិត្តហើយអធិដ្ឋានតាមសុភ័ក្រដោយសង្ឃឹមថាវិញ្ញាណទាំងនោះនឹងទទួលយកការសំទោសរបស់ពួកគេភាពតានតឹងបានលាតសន្ធឹងកណ្ដុះតង់រងចាំមើលថាតើវិញ្ញាណទាំងនោះនឹងឆ្លើយតបយ៉ាងណាភ្លាមនោះរាងកាយរបស់តារាបានដួលបកទៅនឹងដីយ៉ាងខ្លាំងរួចគាត់ក៏ស្ទុះរត់ចេញពីតង់ទៅកាន់ខ្ទមនេតាទាំងបាត់ភ្នែកសុភ័ក្រធារានិងវុធីបានរត់តាមគាត់ទៅទាំងភ័យស្លន់ស្លោពួកគេបានឃើញតារាលុតជង្គង់នៅមុខខ្ទមនេតាហើយប្រកើនវត្ថុដែលបានលួចត្រឡប់ទៅកន្លែងដើមវិញទោះបីជាគ្រោះថ្នាក់ភ្លាមបានកន្លងផុតទៅហើយក្តីក៏ពួកគេដឹងច្បាស់ថាស្នាមដិតដាមនៃការបំពានរបស់ពួកគេនឹងនៅតែដកជាប់ក្នុងខ្លួនពួកគេជារៀងរហូតបរិយនៅយំវិញហាក់ដូចជាកំពុងខ្សឹបខ្សៀវរឿងរ៉ាវរបស់ពួកគេហើយភាពភ័យខ្លាចនោះនឹងតាមឡងវង្លាយពួកគេរហូតដល់ទីបញ្ចប់នេះជាមេរៀនមួយដែលពួកគេនឹងមិនអាចបំភ្លេចបានឡើយឃើញទេគ្រាន់តែការលៀនសោយសោះក៏អាចនាំមកនូវវិបត្តិសារីដ៏ធ្ងន់ធ្ងរដល់ជីវិតបានដែររឿងរ៉ាវរបស់សុភ័ក្រតារាវុធីនិងធារាគឺជារឿងដាស់តឿនមួយអំពីសារៈសំខាន់នៃការគោរពចំពោះទីកន្លែងសក្ការៈបូជានិងជំនឿបុរាណតារាប្រហែលជាអាចរួចផុតពីសេចក្តីស្លាប់ប៉ុន្តែតើបណ្ដាសាលុះនឹងតាមលងគាត់ដល់ពេលណាហើយតើពួកគេនឹងអាចរស់នៅដោយគ្មានការភ័យខ្លាចទៀតបានទេបើអ្នកចូលចិត្តរឿងនេះកុំ click like share និង comment ប្រាប់ខ្ញុំផងថាតើអ្នកធ្លាប់ជួបរឿងព្រឺព្រួយអ្វីខ្លះហើយកុំភ្លេច subscribe channel ខ្ញុំដើម្បីទទួលបានរឿងរ៉ាវប្លែកៗនិងព្រឺព្រួយជាច្រើនទៀតពីខ្ញុំលាហើយ